Hello អ្នកទាំងអស់គ្នាខ្ញុំបាទជូហានមុននឹងចូលទៅដល់វីដេអូអ្នកទាំងអស់គ្នាកុំភ្លេច comment បេះដូងម្នាក់មួយផងដើម្បីឲ្យខ្ញុំដឹងថាអ្នកណាគេខ្លះកំពុងតែរងចាំវីដេអូរបស់ខ្ញុំណាអូខេឥឡូវយើងចូលទៅកាន់វីដេអូតែម្ដងទៅផ្ដើមដល់សាច់រឿងគឺបន្តអំពីវគ្គមុនយើងគឺបានឃើញនៅអ៊ីពូហើយនិង Jason នៅពេលនេះពួកគេគឺពិតជាប្រយុទ្ធគ្នាស្វិតស្វាញខ្លាំងណាស់គឺគ្មានអ្នកណាចាញ់អ្នកណាឈ្នះទេដែលពួកគេទាំងពីរគឺពិតជាវាយស្មារតីគ្នាខ្លាំងណាស់គឺគ្មានអ្នកណាគេដឹងថាអ្នកណាជាអ្នកយកជ័យជំនះបាននោះឡើយប៉ុន្តែទោះជាពួកគេទាំងពីរខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែដោយសារតែអ៊ីពូគាត់ទៅតែចូលប្រកួតតែប៉ុណ្ណោះអញ្ចឹងហើយគាត់គឺមិនសូវមានបទពិសោធន៍ខ្ពស់នៅក្នុងការប្រយុទ្ធទេនៅពេលហ្នឹងអ៊ីពូគាត់ក៏បានឃើញជាមួយនឹងលោកតាហើយគាត់ក៏បានចងចាំនៅពាក្យសម្ដីដែលលោកតាបាននិយាយថាទោះបីជាឯងត្រូវគេវាយឈឺយ៉ាងណាក៏ដោយត្រូវតែនិយាយប្រាប់មកកាន់ខ្លួនឯងថាមិនមានអារម្មណ៍ឈឺចាប់អ្វីនោះទេដើម្បីកុំឲ្យខ្លួនឯងកាន់តែភ័យខ្លាចនៅពេលដែលគាត់នឹកឃើញភ្លាមគាត់ក៏បាននិយាយមកកាន់ខ្លួនឯងថាគាត់គឺមិនឈឺទេគាត់គឺមិនឈឺទេចំណែកឯ Jason វិញដោយសារតែពួកគេទាំងពីរគឺប្រកួតស្មារតីគ្នាខ្លាំងពេកនៅពេលនេះជើងរបស់គាត់គឺចាប់ផ្ដើមញ័រហើយខ្ញុំក៏សុំទោសផងដែរចំពោះសំឡេងដោយសារតែឧបករណ៍ជំនួយសំឡេងរបស់ខ្ញុំហ្នឹងគឺត្រូវបានខូចបាត់ទៅហើយអញ្ចឹងហើយគឺខ្ញុំនេះកំពុងតែប្រើជាមួយនឹងការបញ្ចូលសំឡេងមាត់ផ្ទាល់តែម្ដងអញ្ចឹងហើយបើសិនជាការបញ្ចូលសំឡេងរបស់ខ្ញុំអត់សូវបានល្អឬក៏មានសំឡេងរំខានខាងក្រៅអីសូមខន្តីនិងអភ័យទោសផងណាចំណែកឯ Jason ទោះបីជាគាត់អស់កម្លាំងយ៉ាងណាក៏ដោយគាត់នៅតែស្ទុះទៅវាយអ៊ីពូដដែលចំណែកឯអ៊ីពូគាត់គឺមិនបានតដៃទៅកាន់ Jason នោះទេដោយសារតែនៅពេលនេះគាត់គឺអស់កម្លាំងលលេងតែម្ដងប៉ុន្តែគាត់នៅតែនិយាយមកកាន់ខ្លួនឯងថាគាត់គឺមិនឈឺទេគាត់គឺគ្មានអារម្មណ៍អ្វីទេហើយក៏ធ្វើឲ្យ Jason គាត់ក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលផងដែរដោយសារតែគាត់ឃើញថាអ៊ីពូគឺពិតជាត្រជាក់ខ្លាំងមែនតើនៅពេលដែលគាត់គិតថាអ៊ីពូកំពុងតែចុះខ្សោយគាត់ក៏បានវាយសម្ដៅទៅកាន់អ៊ីពូប៉ុន្តែនៅពេលដែលគាត់វាយទៅដល់អ៊ីពូក៏បានវាយសងមកវិញដូចគ្នាដែលអ៊ីពូចង់បញ្ជាក់ថាគាត់គឺមិនឲ្យ Jason វាយគាត់ងាយៗនោះទេនៅពេលហ្នឹងលោកគ្រូរបស់ Jason គាត់ក៏បាននិយាយថាទោះជាឯងភ័យខ្លាចយ៉ាងណាក៏ដោយឯងត្រូវតែខំប្រឹងឲ្យអស់ពីសមត្ថភាពប៉ុន្តែទោះជា Jason ចង់វាយទៅកាន់អ៊ីពូយ៉ាងណាក៏ដោយអ៊ីពូក៏មិនមែនជាម៉ាឡាកាំងឲ្យអាប៉ែហ្នឹងវាយហ្វ្រីដែរប៉ុន្តែយើងក៏រៀនពិបាកថាដែរដោយសារតែអ៊ីពូនៅពេលនេះគាត់គឺអស់កម្លាំងលលេងតែម្ដងហើយគាត់ក៏ត្រូវ Jason ដាក់គាត់ប្រមាណដៃទៅទោះបីជាគាត់ឈឺយ៉ាងណាក៏ដោយគាត់នៅតែនិយាយមកកាន់ខ្លួនឯងថាគាត់គឺមិនឈឺទេដើម្បីកុំឲ្យខ្លួនឯងកាន់តែភ័យខ្លាចទោះបីជាគាត់ខំលងចិត្តខ្លួនឯងយ៉ាងណាប៉ុន្តែនេះវាគឺជាការប្រយុទ្ធនៅពេលហ្នឹង Jason គាត់ក៏បានដាក់អ៊ីពូត្រូវម្ដាយកណ្ដាលមុខដែលធ្វើឲ្យអ៊ីពូគាត់មិនអាចទប់ចំនោះទេហើយគាត់ក៏បានដួលតែម្ដងចំណែកឯ Jason វិញនៅពេលដែលគាត់បានផ្ដួលអ៊ីពូរួចហើយគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែគាត់គឺបានគិតតាំងពីយូរមកម្ល៉េះបើសិនជាគាត់គឺមិនអាចបញ្ឈប់អ៊ីពូបានទេច្បាស់ណាស់គាត់គឺជាអ្នកចាញ់ចំណែកឯអ៊ីពូវិញនៅពេលនេះភ្នែករបស់គាត់គឺចាប់ផ្ដើមស្វាងហើយគាត់ក៏បាននិយាយមកកាន់ខ្លួនឯងថាតើនៅពេលនេះគាត់កំពុងតែនៅទីណាប៉ុន្តែហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ល្អម្ល៉េះនៅពេលដែលអ៊ីពូគាត់បំរុងនឹងបិទភ្នែកស្លាប់ទៅហើយស្រាប់តែលោកតាក៏បានស្រែកដាស់គាត់តែគាត់បាននិយាយថាឆាប់ក្រោកឡើងដោយសារតែផ្លូវរបស់ឯងគឺមិនត្រូវបញ្ចប់ត្រឹមនេះនោះទេអនាគតរបស់ឯងគឺនៅវែងឆ្ងាយទៀតនៅពេលដែលលើកបែបហ្នឹងអ៊ីពូគាត់ក៏បានភ្ញាក់ខ្លួនតែម្ដងហើយគាត់កំពុងតែឃើញអាញាកដានកំពុងតែរាប់មកកាន់គាត់ហើយអ៊ីពូគាត់ក៏បាននិយាយថាត្រូវហើយអនាគតរបស់គាត់គឺនៅវែងឆ្ងាយទៀតដរាបណាគាត់នៅមានជីវិតគាត់គឺមិនចោះចាញ់វាទេចំណែកឯ Jason វិញក៏មានអ្នកស្រែកលើកទឹកចិត្តមកកាន់គាត់ផងដែរហើយគាត់ក៏បាននិយាយថាវាគឺមិនសល់ពេលច្រើនទៀតទេទ្រាំឡើងគាត់វាយត្រឹមតែម្ដាយទៀតតែប៉ុណ្ណោះជ័យជំនះនេះនឹងក្លាយទៅជារបស់គាត់ដោយសារតែ Jason គាត់គឺមិនបានគិតវែងឆ្ងាយគាត់ក៏បានស្ទុះទៅវាយអ៊ីពូតែម្ដងនៅពេលហ្នឹងអ៊ីពូគាត់ក៏អាចគេចបានហើយគាត់ក៏បានប្រើនៅស្រូហុកវាយត្រីឆ្អឹងជនីរបស់ Jason ត្រឹមតែមួយដៃរបស់អ៊ីពូតែប៉ុណ្ណោះ Jason គាត់ក៏ត្រូវបានដួលបាត់ទៅហើយចំណែកឯលោកតាវិញគាត់ពិតជាសរសើរទៅកាន់អ៊ីពូខ្លាំងណាស់ដោយសារតែនៅពេលនេះល្បឿនរបស់គាត់គឺពិតជាលឿនខ្លាំងមែនតើចំណែកឯលោកគ្រូរបស់ Jason វិញគាត់ក៏បានស្រែកលើកទឹកចិត្តទៅកាន់ Jason ផងដែរតែគាត់បាននិយាយថាកុំតន់បញ្ឈប់វាត្រឹមនឹងអីផ្លូវរបស់ឯងក៏នៅវែងឆ្ងាយដូចគ្នានៅពេលដែលឯងបញ្ចប់ត្រឹមនេះតើឯងមិនស្ដាយពេលវេលាដែលឯងបានហ្វឹកហាត់ទេមែនទេនៅពេលដែលលើបែបហ្នឹង Jason គាត់ក៏បាននិយាយថាត្រូវហើយផ្លូវរបស់គាត់ក៏នៅវែងឆ្ងាយដូចគ្នាហើយនៅពេលនេះគាត់គឺចង់ធ្វើឲ្យមនុស្សម្នាក់សប្បាយចិត្តដោយម្នាក់ហ្នឹងគឺជាម៉ាក់របស់គាត់នឹងឯងបន្ទាប់មក Jason គាត់ក៏បានប្រើកម្លាំងរបស់គាត់ទាំងអស់ដើម្បីងើបឈរហើយនៅពេលនេះ Jason គឺគាត់ពោពេញទៅដោយកំហឹងតែម្ដង
ចំណែកឯអ៊ីពូវិញគាត់ក៏បានគិតថាវិញ្ញាណរបស់ឯងគឺពិតជាចង់ឈ្នះខ្លាំងណាស់ប៉ុន្តែគួរឲ្យស្ដាយខ្ញុំក៏ចង់ឈ្នះដូចគ្នាខ្ញុំគឺមិនអាចចាញ់បានទេបន្ទាប់មកពួកគេទាំងពីរក៏បានចូលទៅវាយគ្នាវាយយោតែម្ដងដោយសារតែលើកនេះពួកគេគឺបានដួល2ដងស្មើគ្នាបាត់ទៅហើយបើសិនជានរណាគេចំណោមពួកគេទាំងពីរដួលម្ដងទៀតនឹងត្រូវចាញ់ជាស្វ័យប្រវត្តិហើយណាមួយនៅពេលនេះវាគឺជាទឹកផ្នែកព្រាត់អញ្ចឹងហើយពួកគេគឺមិនខ្វល់ថាអ្នកណាឈ្នះអ្នកណាចាញ់ទេពួកគេត្រូវតែវាយឲ្យបានច្រើនដើម្បីទទួលបានបន្ទុកច្រើនដូចគ្នាបាននិយាយទៅនៅពេលនេះពួកគេគឺមិនពឹងទៅលើអ្នកណាស្លាប់ទេគឺពឹងទៅលើអ្នកណាដែលមានបន្ទុកច្រើនជាងអញ្ចឹងហើយពួកគេគឺវាយទៅតាមបន្ទុកគ្នាតែម្ដងចំណែកឯតាកាម៉ូរ៉ាវិញនៅពេលដែលឃើញពួកគេវាយដោយកូនក្មេងអញ្ចឹងគាត់ពិតជាចង់ចូលវាយខ្លាំងណាស់ប៉ុន្តែគួរឲ្យស្ដាយនេះមិនមែនជាការប្រកួតរបស់គាត់ទេចំណែកឯការប្រកួតរបស់ពួកគេទាំងពីរវិញនៅពេលនេះអ៊ីពូគាត់ក៏បានមកដល់នៅកលេតមួយហើយវាគឺជាអាការល្អរបស់ជេសុនគាត់ក៏បានវាយសម្ដែងទៅកាន់អ៊ីពូជាច្រើនដៃតែម្ដងដែលគាត់បាននិយាយថាគាត់គឺធ្លាប់សន្យាជាមួយនឹងម៉ាក់របស់គាត់ត្រូវតែឈ្នះឲ្យបានហើយគាត់គឺបានវាយទៅកាន់អ៊ីពូជាច្រើនដៃតែម្ដងដែលធ្វើឲ្យអ៊ីពូគឺមិនអាចតដៃបានទេហើយគាត់ក៏បានដាក់ជាមួយនឹងដៃមហាកម្លាំងរបស់គាត់នឹងត្រូវកណ្ដាលមុខអ៊ីពូមួយទំហឹងតែម្ដងដោយនៅពេលនេះអ៊ីពូគឺអស់អាលីងពីខ្លួនតែម្ដងគឺគ្មានកម្លាំងណានៅក្នុងការទប់កណ្ដាប់ដៃទៀតទេហើយជេសុនគាត់ក៏បាននិយាយទៅកាន់អ៊ីពូថាទីនេះវាគឺជាទីបញ្ចប់របស់ឯងហើយប៉ុន្តែនៅពេលហ្នឹងមិនដឹងថាអ៊ីពូគឺគាត់ទទួលបានកម្លាំងមកពីណានោះទេគាត់ក៏បានប្រែជាមួយនឹង V-Wing អាចគេចអំពីកម្ដាប់ដៃរបស់ជេសុនបានហើយមើលទៅកាន់អ៊ីពូនៅពេលនេះដូចជាមិនមែនជាអ៊ីពូអញ្ចឹងគាត់គឺបាននិយាយទៅកាន់ជេសុនថានេះមិនមែនជាទីបញ្ចប់របស់យើងទេទីបញ្ចប់របស់យើងគឺគ្មានថ្ងៃមាននោះឡើយនេះទេគឺជាទីបញ្ចប់របស់ឯងហើយគាត់ក៏បាននិយាយទៀតថាយើងនឹងឲ្យឯងស្គាល់ថាអ្វីគឺជាទីបញ្ចប់ពិតប្រាកដត្រូវតែប៉ុន្មានដៃរបស់អ៊ីពូតែប៉ុណ្ណោះជេសុនគាត់គឺត្រូវបានចាញ់នៅក្រោមដៃរបស់អ៊ីពូបាត់ទៅហើយនៅពេលដែលការប្រកួតត្រូវបានបញ្ចប់អ៊ីពូគាត់ក៏បានសួរទៅកាន់លោកតាថាតើអបៃមិញមានរឿងអ្វីកើតឡើងគាត់គឺមិនបានចងចាំអ្វីនោះទេប៉ុន្តែអ្វីដែលអ៊ីពូចាំគាត់មានអារម្មណ៍ថាដូចមានអ្នកណាម្នាក់គឺបានគ្រប់គ្រងនៅរាងកាយរបស់គាត់ប៉ុន្តែលោកតាគាត់គឺមិនបាននិយាយអ្វីនោះទេគាត់ក៏បានឲ្យអ៊ីពូទៅនិយាយអរគុណទៅកាន់ជេសុនទៅចំណែកឯជេសុនវិញនៅពេលនេះគាត់ពិតជាឆ្អល់ពោះខ្លាំងណាស់ដោយសារតែម្ដាយរបស់អ៊ីពូអំបែងមិញហ្នឹងគឺមិនស្រាលនោះទេបន្ទាប់មកអ៊ីពូគាត់ក៏បាននិយាយសុំទោសទៅកាន់ជេសុនផងដែរហើយគាត់ក៏បាននិយាយថាការប្រកួតលើកនេះគាត់ពិតជាមានអារម្មណ៍ថាល្អខ្លាំងណាស់ប៉ុន្តែជេសុនគាត់គឺមិនបានថាអ្វីទៅកាន់អ៊ីពូនោះទេគាត់ក៏បាននិយាយទៅកាន់អ៊ីពូថាគាត់ក៏សប្បាយចិត្តដែរនៅពេលដែលគាត់បានជួបមនុស្សខ្លាំងដូចជាអ៊ីពូអញ្ចឹងហើយសូមឲ្យសំណាងល្អនៅការប្រកួតបន្តទោះបីជាជេសុនគាត់ចាញ់អំពីការប្រកួតប៉ុន្មានប៉ុន្តែក៏មានអ្នកលើកទឹកចិត្តមកកាន់គាត់ផងដែរដែលពួកគេបានស្រែកទៅកាន់គាត់ថាពួកគេនៅតែតតឹងរង់ចាំផ្លូវរបស់ជេសុនមកកាន់ទីនេះម្ដងទៀតចំណែកឯអ៊ីពូគាត់ក៏អញ្ចឹងដូចគ្នានៅពេលនេះគេឈ្មោះរបស់គាត់ក៏ចាប់ផ្ដើមល្បីខ្លាំងទៅហើយចំណែកឯជេសុននៅពេលនេះគាត់គឺគ្មានអារម្មណ៍ថាពិបាកចិត្តអ្វីទេរួចគាត់ក៏បាននិយាយទៅកាន់លោកគ្រូរបស់គាត់ថានៅពេលដែលខ្ញុំទៅដល់ផ្ទះវិញខ្ញុំនឹងប្រាប់ម៉ាក់របស់ខ្ញុំថាម៉ាក់អើយថ្ងៃនេះកូនចាញ់ប៉ុន្តែកូនគឺគ្មានភាពអាម៉ាស់អ្វីទេហើយកូនក៏គ្មានអារម្មណ៍ថាខ្មាស់គេដែរប៉ុន្តែអ្វីដែលកូនទទួលបាននោះគឺជាកិត្តិយស